ចាកុមារ ADHD គាត់មានផលប៉ះពាល់ខ្លាំងដូចជាតកតងនឹងការសកម្មខ្លាំងឬក៏ការលពឹសខ្លាំងរបស់គាត់អញ្ចឹងតកតងនឹងចំណុចទី3នេះគឺតកតងនឹងការសកម្មខ្លាំងការលពឹសខ្លាំងរបស់កុមារធ្វើឲ្យមានផលប៉ះពាល់ជាច្រើននៅក្នុងនឹងចាទី1តកតងនឹងការរៀនសូត្ររបស់គាត់ចាគាត់អាចមករៀនបានដូចជាកុមារទូទៅធម្មតាឬក៏កុមារពិសេសផ្សេងទេដោយសារADHD របស់គាត់គឺ high level ការសកម្មរបស់គាត់ហ្នឹងគឺខ្លាំងមែនតែនអញ្ចឹងពេលខ្លះសូម្បីតែ1នាទីឬក៏30វិនាទីក៏គាត់អាចនៅស្ងៀមដែរគាត់ត្រូវតែបំលាស់ទីឬក៏ធ្វើចលនាចុះឡើងឬក៏ការរត់ឬក៏ការធ្វើអីមួយឬក៏ការលេងថយលេងនេះលេងនោះនិយាយទៅគាត់អាចទំនេរបានចាហ្នឹងគឺជាផលវិបាកសម្រាប់គាត់គឺពិបាកក្នុងការរៀនចាទី2ពិបាកក្នុងការរៀនអំពីច្បាប់ទម្លាប់ផ្សេងចាហើយទី3ហ្នឹងគឺការរងចាំកុមារខ្លះសូម្បីតែភ្លើងស្តុបក៏ពិបាកដែរដោយសារអីគាត់អាចរងចាំបានគាត់អន្ទះសារឧទាហរណ៍ថាបើសិនជាប៉ាម៉ាក់ជិះម៉ូតូឬក៏ប៉ាម៉ាក់ជិះឡានអញ្ចឹងណាអញ្ចឹងនៅពេលដែលដល់ភ្លើងស្តុបយើងត្រូវឈប់ប៉ុន្តែគាត់អត់ទេចង់ឲ្យតាឡានហ្នឹងទៅមុខឬក៏ចង់ឲ្យតែម៉ូតូហ្នឹងទៅមុខអត់ចង់ឈប់ទេអត់ចង់រងចាំទេអាហ្នឹងជាផលវិបាកសម្រាប់ម៉ាក់ប៉ាមែនតើកុមារខ្លះអាចគូសទ្វារឡានខ្លាំងចាកុមារខ្លះអាចយំពុះចូលនៅលើម៉ូតូអីចឹងទៅដោយសារតែគាត់អាចរងចាំពេលវេលានឹងបានទេក្នុងចិត្តរបស់គាត់ក្នុងខ្លួនរបស់គាត់ហ្នឹងគឺត្រូវតែទៅមុខត្រូវតែទៅទៀតអត់អាចឈប់អត់អាចនៅនឹងបានដោយអត់ទាន់ដល់គោលដៅទេឧទាហរណ៍ថាគាត់ចង់ទៅ playground ចឹងតដល់ playground ភ្លាមឬក៏លក្ខណៈថាអត់ចង់ឲ្យមានឈប់តាមផ្លូវទេព្រោះក្នុងចិត្តគាត់គឺអន្ទះសារហើយគាត់អត់អាចរងចាំ1នាទីឬក៏កន្លះនាទីនឹងបានទេគាត់ត្រូវតែលឿនអញ្ចឹងផលវិបាកហ្នឹងពេលខ្លះកុមារខ្លះគាត់អាចយំគាត់អាចស្រែកអញ្ចឹងទៅអញ្ចឹងអាហ្នឹងជាបញ្ហាដែលម៉ាក់ប៉ាជួបប្រទះចាអញ្ចឹងមួយទៀតពេលដែលប៉ាម៉ាក់ទៅភោជនីយដ្ឋានឬក៏ទៅញ៉ាំអីនៅខាងក្រៅបើសិនជាគាត់សកម្មខ្លាំងប៉ាម៉ាក់គាត់បាក់នឹងនាំគាត់ចេញក្រៅដែរដោយសារតែគាត់អត់អាចអង្គុយបានឬក៏អង្គុយញ៉ាំជុំមួយយើងបានទេដោយសារតែគាត់លពើខ្លាំងគាត់លេងនេះលេងនោះឬក៏រត់ចុះរត់ឡើងអីចឹងទៅហើយមួយទៀតដោយសារតែគាត់សកម្មខ្លាំងឬក៏លពើខ្លាំងហ្នឹងធ្វើឲ្យយើងពិបាកក្នុងការមើលថែគាត់មិនថាទៅក្រៅឬក៏នៅផ្ទះទេដល់ពេលខ្លះអាណាព្យាបាលមួយចំនួនគាត់ឈានទៅការផ្ដល់ជាទូឲ្យគាត់មើលឬក៏ទូរស័ព្ទឲ្យគាត់មើលដើម្បីគាត់អាចធ្វើការងារបានឬក៏ឲ្យកូនគាត់ទៅស្ងៀមនៅមួយកន្លែងបានអីចឹងទៅអញ្ចឹងវាមានផលប៉ះពាល់ច្រើនសម្រាប់ដៃកុមារ ADHD ដែលគាត់សកម្មខ្លាំងនេះចាអញ្ចឹងប៉ាម៉ាក់គួរតែស្វែងយល់អំពីបញ្ហាកូនរបស់ប៉ាម៉ាក់ឲ្យបានដឹងថាតើគាត់មានបញ្ហា ADHD កម្រិតណាមួយដែលយើងត្រូវជួយគាត់យើងជួយឲ្យតាន់ពេលវេលាក្នុងការជួយចាអញ្ចឹងនៅក្នុងវីដេអូនេះគឺនាងខ្ញុំមានប៉ុណ្ណឹងសម្រាប់ប៉ាម៉ាក់ស្វែងយល់អំពីបញ្ហាកូនរបស់ប៉ាម៉ាក់ចា